បើគិតពីការលំបាកវិញម្នាក់មានរឿងត្រូវដោះស្រាយរៀងខ្លួនចឹងពេលខ្លះយើងមិនអាចសង្ឃឹមថាគេមកជួយយើងគ្រប់រឿងហើយយើងបន្ទុកបដាក់បញ្ហាយើងទៅលើគេគ្រប់ពេលអាហ្នឹងគេក៏ពិបាកគេក៏ត្រូវមានរឿងរបស់គេត្រូវដោះស្រាយដែរចឹងយើងហ៊ានសាងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញាដើម្បីប្រឈមមុខដោះស្រាយនឹងរឿងដែលកើតឡើងក្នុងជីវិតរបស់យើងហ៊ានទទួលស្គាល់ថាកើតមកវាតែងតែមានបញ្ហាអញ្ចឹងពេលខ្លះរឿងខ្លះហួសពីការស្មានរបស់យើងមនុស្សខ្លះយើងទុកចិត្តហើយបែរទៅជាផ្សេងទៅវិញហួសចិត្តណាគឺថាយើងធ្លាប់ជួយយើងទុកចិត្តមនុស្សនឹងបែរទៅជាក្បត់បែរទៅជាបោកប្រាស់អីចឹងទៅអញ្ចឹងយើងមានកម្លាំងសតិបញ្ញាដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តរបស់យើងរឿងងាវកើតឡើងយើងដោះស្រាយទៅប្រឹងឲ្យអស់ពីសមត្ថភាពហើយហ៊ានកំណត់ដឹងថាវាមិនអាចបានអីដូចចិត្តយើងចង់គ្រប់រឿងបានទេពេលខ្លះវាបានតាមយើងចង់ពេលខ្លះវាមិនបានទេអញ្ចឹងយើងមិនអាចទាមទារថាឲ្យត្រូវតែបានដូចខ្ញុំថាអញ្ចឹងខ្ញុំគិតអញ្ចឹងបើយើងចង់អញ្ចឹងពេលវាមិនបានវាកើតទុក្ខហើយរឿងវាមិនអាចតាមចិត្តយើងចង់គ្រប់ពេលគ្រប់វេលាទេបើមានហេតុគ្រប់គ្រាន់រឿងហ្នឹងវាបានសម្រេចទៅឧបមាដូចយើងដាំស្រូវស្រាលអញ្ចឹងវា3ខែវាបានផលប៉ុន្តែបើយើងដាំស្រូវធ្ងន់យើងអត់អាចបខំថា3ខែហ្នឹងឲ្យបានផលមកខ្ញុំចង់បានអាហ្នឹងវាអត់បានទេយ៉ាងណាជីវិតហ្នឹងវាអាស្រ័យហេតុរបស់វាបើហេតុនឹងគ្រប់គ្រាន់ហេតុនឹងល្អផលហ្នឹងក៏បានល្អបើហេតុនឹងមិនល្អទេហេតុទាំងបច្ចុប្បន្នទាំងអតីតវាមិនល្អអញ្ចឹងវាត្រូវទទួលផលមិនល្អជួបបញ្ហាសម្រាប់អ្នកដែលមានបញ្ញាហ្នឹងមិនសូវជាទុកទុំមនោក្លែងឃ្លងរស័តដែលតាមផ្លូវចិត្តនឹងខ្លាំងពេកទេជាពុទ្ធជនហ្នឹងវាតែងតែប៉ះទង្គិចលោកធម៌ហ្នឹងខ្លះហើយប៉ុន្តែបើអ្នកនឹងបានសន្សំសតិបញ្ញាស្មារតីទៅក៏មិនអង្គអង្គើខ្លាំងដែរអាចមានសមត្ថភាពលើខ្លួនឯងមកវិញទប់ខ្លួនឯងឬក៏បានកម្លាំងនៃកល្យាណមិត្តជួយស្រោចស្រង់ត្រឡប់មកវិញមកងាយបានត្រឡប់មកវិញប៉ុន្តែបើខ្វះសតិបញ្ញាស្មារតីទុនល្វិល្វក់ទេអានឹងវាពិបាកអ្នកដទៃស្រង់ពីព្រោះយើងវាទុនខ្លួនដោយខ្វះនៅសតិបញ្ញាកំណត់ដឹងថាអ្វីវាមានហេតុទើបវាបានសម្រេចបើវាខ្វះហេតុវាអត់ទាន់បានទេយើងឈរលើហេតុផលមួយកំណត់ដឹងយើងមិនអាចដឹងថាយើងធ្លាប់ធ្វើអីពីមុនមកអីអតីតជាតិដូចព្រះសម្មាសម្ពុទ្ធទេប៉ុន្តែយើងដឹងថាយើងគ្រប់គ្នាទាំងអស់សត្វលោកនឹងមានកម្មជាអ្នកជំរុញអ្នកខ្លះកម្មល្អច្រើនក៏បានសុខច្រើនអ្នកខ្លះកម្មមិនសូវល្អច្រើនក៏មានបញ្ហាច្រើនយើងមានសទ្ធាជឿជាក់អញ្ចឹងទៅយើងអត់យំសោកបោកខ្លួនមិនអញ្ចឹងឯអត់ទេពីព្រោះ
កំណត់ដឹងថានឹងវាមានហេតុរបស់វាហើយបានវាចេញមកផលអញ្ចឹងយើងមានតែដោះស្រាយហើយទៅមុខទៀតផឹងធ្វើល្អទៀតទៅមិនកើតទុកខ្លាំងពេកចំពោះរឿងហ្នឹងឯងពីព្រោះរឿងហ្នឹងវាជាផលឯងបើត្រូវកែហេតុវាเนี่ยអំពើទង្វើពាក្យសម្ដីចិត្តគំនិតរបស់យើងណានឹងត្រូវកែហើយកែនឹងកែបានកម្មបច្ចុប្បន្នទៀតកម្មអតីតมันអាចកែបានទេអញ្ចឹងយើងអាចមានសមត្ថភាពបញ្យល់ខ្លួនឯងអញ្ចឹងទៅយើងមិនសូវកើតទុកខ្លាំងទេ